ជំរាបសួរទៅកាន់ពូមីងជាកសិករទាំងអស់គ្នាដែលតែងតែនិយមដាំពោតសថ្ងៃនេះដែរខ្ញុំសូមណែនាំអំពូមីងបង្ហាញអំពីពូជពោតថ្មីរបស់ក្រុមហ៊ុន Expressive សញ្ញាព្រួញក្រហមពោតនេះដែរមានឈ្មោះថាហនុមានអាយុកាលពោតនឹងគឺចន្លោះពី62ទៅ65ថ្ងៃហើយក្នុងវីដេអូនេះដែរខ្ញុំសូមបង្ហាញតែអំពីការលូតលាស់របស់ពោតនេះតែប៉ុណ្ណោះអញ្ចឹងពោតនេះដែរគឺការដាំដុះនេះគឺស្ថិតនៅក្នុងរដូវវស្សាដែលដាំដោយកសិករស្ថិតនៅស្រុកស្វាយជែកខេត្តបន្ទាយមានជ័យហ្នឹងគឺគាត់ដាំចន្លោះពីមួយគុំទៅមួយគុំគាត់ដាក់តែមួយគ្រាប់ទេឃើញថាដងដើមរបស់វាលូតលាស់ល្អមែនទែនធំរឹងមាំហើយជាពិសេសហ្នឹងគឺឫសរបស់វាគឺចាប់ចូលទៅក្នុងដីបានជ្រៅកាត់បន្ថយនៃការដួលដើមនៅពេលដែលមានខ្យល់ខ្លាំងភ្លៀងខ្លាំងពោតនេះដែរគឺគាត់ដាំនៅក្នុងខែចុងខែ7រហូតមកដល់សប្តាហ៍ថ្ងៃនេះគឺឃើញថាបានរយៈពេល1ខែជាងហើយដងដើមរបស់វាកំពុងតែលូតលាស់ខ្លាំងអញ្ចឹងវាកំពុងតែចាប់ដើមចេញផ្កាញីបដាហើយនេះបងប្អូនអាចមើលបាននេះដូចដែលខ្ញុំចាប់បង្ហាញនេះឃើញថាវាកំពុងតែចាប់ដើមចេញផ្កាញីហើយអញ្ចឹងបើយើងមើលទៅដងដើមរបស់វាគឺធំមែនទែនហ្នឹងហើយអញ្ចឹងក្នុងចំការនេះដែរគឺឃើញថាពោតរបស់យើងគឺដុះមកគឺស្រស់គ្នាល្អមែនទែនដងដើមរបស់វាគឺធំប៉ុនគ្នាតែម្ដងហើយពូជនេះដែរគឺវាធន់ទ្រាំទៅនឹងជំងឺទុំលឿងស្លឹកបងប្អូនដូចជាជំងឺក្រាដែលបងប្អូនតែងហៅថាជំងឺក្រាហ្នឹងនេះដូចជាឫសបងប្អូនអាចមើលបានគឺចាប់ចូលជ្រៅមែនទែនអញ្ចឹងគឺឃើញថាល្អមែនទែនអញ្ចឹងបងប្អូនដែលតែងតែបារម្ភការដាំដុះពោតនៅក្នុងរដូវវស្សាជួបនឹងបញ្ហាជំងឺក្រាជំងឺអីមិនអាចដាំដុះបានបងប្អូនអាចជ្រើសរើសពូជនេះបានដែលពូជនេះមានឈ្មោះថាហនុមានជាពូជរបស់ក្រុមហ៊ុនព្រួញក្រហមដែលបងប្អូនអាចរកទិញបាននៅតាមដេប៉ូគ្រប់ខេត្តក្រុងបើបងប្អូនមានចម្ងល់ចង់ដឹងបន្ថែមអំពីពូជបងប្អូនអាចទាក់ទងមកខ្ញុំផ្ទាល់ក៏បានដែរ